Bây giờ xuân này từng ngọc nia đượcក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបធ្វើទៀនរបស់ខ្ញុំហើយនេះគឺខ្ញុំជ្រើសរើសកែវពណ៌ខ្មៅដើម្បីយកមកធ្វើទៀនកែវនេះចំណុះរបស់វាដូចជា270 ml ប៉ុន្តែខ្ញុំត្រូវការទៀនតែត្រឹម150ក្រាមទេដោយសារតែខ្ញុំអត់ចង់បានឲ្យវាពេញកែវនឹងពេកចាដោយសារថ្ងៃនេះខ្ញុំចង់ដេគ័រផ្កាខ្លះដោយសារតែខ្ញុំបានចាក់ពុម្ពផ្កាច្រើនណាស់អ្នកទាំងអស់គ្នាអញ្ចឹងទម្លាប់របស់ខ្ញុំនៅក្នុងការធ្វើទៀនគឺខ្ញុំតែងតែយកកមួនឃ្មុំយកមកលាយជាមួយនឹងកមួនសណ្តែកដើម្បីឲ្យវាឆាប់រឹងទៅតាមអីដែលខ្ញុំចង់បានអញ្ចឹងណាអញ្ចឹងជាធម្មតាខ្ញុំដាក់កមួនឃ្មុំ 30% ជាមួយនឹងកមួនសណ្តែក 70%កន្លែងនេះខ្ញុំចាក់កមួនឃ្មុំចូលអញ្ចឹង 30% នៃ150 ml វាស្មើនឹង45 ml និងកមួនសណ្តែកខ្ញុំដាក់105 ml ដើម្បីឲ្យទៀនរបស់យើងនឹងវាល្អឥតខ្ចោះហ្មងកន្លែងដែលយើងកំណត់ហ្នឹងគឺយើងត្រូវតែវាល់វាឲ្យត្រូវគត់ត្រូវហ្មងដូចខ្ញុំយក150អញ្ចឹងខ្ញុំត្រូវតែ150ឬមួយក៏150លើតិចបំផុតណាទាំងអស់គ្នាបន្ទាប់ពីយើងបានវាល់សាច់ទៀនរបស់យើងគ្រប់អស់ហើយយើងចាប់ផ្ដើមដាក់វារំលាយតែម្ដងហើយនៅក្នុងពេលយើងរំលាយទៀនហ្នឹងណាទាំងអស់គ្នាស្អីតែយើងប្រើពេលយូរដែរអញ្ចឹងយើងចាប់ផ្ដើមមករៀបចំកែវរបស់យើងយើង clean កែវរបស់យើងឲ្យស្អាតដល់ពេលអ្នកទាំងអស់គ្នាបាញ់ទឹកហើយអ្នកទាំងអស់គ្នាជូតជាមួយនឹងกระดาษជូតមាត់របស់យើងហ្នឹងជូតវាឲ្យស្ងួតទៅបន្ទាប់អ្នកទាំងអស់គ្នារៀងយកម៉ាស៊ីនផ្លុំហ្នឹងយកមកផ្លុំវាបន្តិចណាអ្នកទាំងអស់គ្នាឲ្យវាស្ងួតល្អងាយស្រួលយើងដាក់ឲ្យបច្ឆេះរបស់វានៅក្នុងវីដេអូនេះអញ្ចឹងគឺខ្ញុំបានផ្លុំវាស្ងួតដើម្បីឲ្យខ្ញុំដាក់បច្ឆេះរបស់វាចូលសម្រាប់ខ្ញុំទៀនណាអ្នកទាំងអស់គ្នាដើម្បីឲ្យវាឆាប់លាយអស់គឺខ្ញុំត្រូវកូរវាជាប់នៅនឹងហ្មងបន្ទាប់ពីលើកចេញពីចក្រានដើម្បីឲ្យវាឆាប់ត្រជាក់គឺខ្ញុំបន្តការកូរវាទៀតទៅដើម្បីឲ្យវាឆាប់ងាយត្រជាក់ឆាប់បានឲ្យយើងចាក់ចូលនៅក្នុងកឡហើយនៅក្នុងទៀនរបស់ខ្ញុំនេះគឺខ្ញុំដាក់150 ml អញ្ចឹងសម្រាប់ក្លិនថ្ងៃនេះខ្ញុំជ្រើសរើសក្លិនសេសរដូវដើម្បីយកមកដាក់ឲ្យវាត្រូវជាមួយនឹងរដូវកាលហ្នឹងហ្មងណាកន្លែងនេះខ្ញុំដល់វគ្គចាក់ទៀនចូលនៅក្នុងកឡតែម្ដងអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំបាត់វីដេអូកន្លែងខ្ញុំលាយឲ្យទឹកក្លិនប្រហែលជាខ្ញុំអត់បានចុចថតទៅអ្នកទាំងអស់គ្នាអញ្ចឹងទៅបាត់វីដេអូកន្លែងខ្ញុំដាក់ក្លិនចូលអញ្ចឹងខ្ញុំដាក់ក្លិនសេសរដូវខ្ញុំដាក់ 10% នៃទៀនរបស់ខ្ញុំនឹងទៀនខ្ញុំ150 ml អញ្ចឹងខ្ញុំត្រូវដាក់ភេងហ្នឹងភេងក្អូបហ្នឹងគឺ15 ml បន្ទាប់ពីអ្នកទាំងអស់គ្នាដាក់ចូលកន្លហើយកុំភ្លេចឲ្យដាក់បច្ឆេះវាបញ្ឈរឲ្យត្រង់ព្រោះដោយសារជៀសវាងឲ្យវាដេកអញ្ចឹងឃើញអ្នកទាំងអស់គ្នាអញ្ចឹងយើងមានប្រដាប់ដាក់វាឲ្យវាឈរឲ្យត្រង់មកដល់ថងនេះគឺទៀនរបស់យើងបានស្ងួតហើយអញ្ចឹងដោយសារតែថ្ងៃនេះខ្ញុំចង់ដេគ័រទៅលើទៀនមួយហ្នឹងអញ្ចឹងខ្ញុំក៏សម្រេចថាយកឲ្យវាមកដេគ័រប៉ុន្តែមុនហ្នឹងខ្ញុំថាដាក់ផ្កាចូលប៉ុន្តែដោយសារតែទៀនយើងទូទៅខ្ញុំដាក់ផ្កាទៅគឺវាពេញហ្មងខ្ញុំដាក់ផ្កាធំហ្នឹងណាទាំងអស់គ្នាអញ្ចឹងទៅខ្ញុំដាក់អត់កើតអញ្ចឹងខ្ញុំយកវាមកឆ្នៃដាក់ជាមួយនឹងផ្កាទូចវិញហើយនៅក្នុងកន្លែងនេះខ្ញុំចាប់ប្លង់ខុសអ្នកទាំងអស់គ្នាតែប៉ុន្តែខ្ញុំត្រូវបាញ់ទៀនហ្នឹងឲ្យវារលាយខ្លះដើម្បីឲ្យយើងដេគ័រទៅគឺវាជាប់នៅនឹងល្អណាទាំងអស់គ្នាអញ្ចឹងកន្លែងនេះខ្ញុំដាក់ផ្កាទូចវិញដោយសារតែផ្កាធំហ្នឹងគឺដាក់បានតែមួយទេដាក់បានមួយហ្នឹងគឺចិត្តឆឹងហ្មងអត់បានដាក់អីកើតទៀតទេសូម្បីតែស្លឹកក៏ដាក់កើតអីក៏ដាក់កើតដែរហើយកាមេរ៉ាខ្ញុំអត់សូវច្បាស់ទេអ្នកទាំងអស់គ្នាឲ្យតាមពិតរូបផ្កាហ្នឹងស្អាតនៅខាងក្រៅសារតែខ្ញុំថតតាម app ដែលគេប្រាប់ថាថតទៅបានផ្ដេកឆងបានបញ្ឈរផងអ្នកទាំងអស់គ្នាអញ្ចឹងទៅថតទៅអត់ច្បាស់បើថតតាមកាមេរ៉ាទូរស័ព្ទយើងធម្មតាវាអត់អីទេប៉ុន្តែដល់ពេលថតតាម app របស់គេហ្នឹងគឺអត់ច្បាស់និយាយថាបើសិនជាដេកច្បាស់បញ្ឈរអត់ច្បាស់អត់ដឹងថាមកពីយើងអត់បានមើលវាឬក៏យ៉ាងណាតែវាអញ្ចឹងហ្មងអញ្ចឹងតែអ្នកទាំងអស់គ្នាទៅមើលខ្ញុំដេគ័រទាំងអស់គ្នាតែស្អីចេះដេគ័រទេចេះចាប់ដាក់ទៅលទ្ធផលចេញលើហើយអ្នកទាំងអស់គ្នា
ចាំមើលថាវាអ្នកទាំងអស់គ្នា rate ឲ្យខ្ញុំប៉ុន្មានចាប់ធ្លាក់ដំបូងនេះខ្ញុំថាខ្ញុំដាក់ផ្កាតែ3ឯងប៉ុន្តែដល់ពេលហើយចូលដៃទៅដាក់ដល់4នេះអ្នកទាំងអស់គ្នាតែរៀងអត់សូវចាប់ហើយអ្នកទាំងអស់គ្នាហើយតែនៅខាងក្រៅអត់ស្អីខ្ញុំទទួលយកបានតែខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាទទួលយកបានដូចខ្ញុំអត់ទេអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះបាយបាយ